ចេះធ្វើទីផ្សារគេថាយើងនឹងចូលតែពេលដែលយើងអត់ចេះរស់ស៊ីអត់ចេះធ្វើអីសោះគេថាយើងនឹងគ្មានគំនិតអ្នកខ្លះមកថាឲ្យយើងនឹងមិនមែនមានន័យថាគាត់នឹងក្រាន់បើជាងយើងឬក៏ធ្វើការងារអីមានផ្លែផ្កាជាងយើងទេគាត់ថាពេលខ្លះគាត់មិនយល់ដូចយើងហើយគាត់មកនិយាយថាយើងនឹងធ្វើអីក៏ខុសដែរពីពេលនេះទៅកុំស្ដាប់ពាក្យគេនិយាយច្រើនពេកស្ដាប់បេះដូងខ្លួនឯងខ្លះផងហើយពេលដែលចេញធ្វើអីកុំយកពាក្យគេនិយាយនឹងមកដាក់មុខឲ្យសោះទៅសួរខ្លួនឯងសិនថារឿងដែលយើងកំពុងធ្វើនឹងមានប្រយោជន៍ដែរអត់ហើយវាសំខាន់ប៉ុណ្ណានៅក្នុងជីវិតរបស់យើងបើសិនជាវាសំខាន់ហើយវាមានប្រយោជន៍សម្រាប់ជីវិតរបស់យើងទោះបីជានរណានិយាយឲ្យបែកផែនដីទៀតក៏ត្រូវតែទៅធ្វើដែររឿងទី2សួរខ្លួនឯងមើលថាស្រឡាញ់ការងារនឹងប៉ុណ្ណាហើយចូលចិត្តវាប៉ុណ្ណាហើយធ្វើវាកើតអត់បើសិនការងារនឹងជាការងារដែលមានប្រយោជន៍ហើយយើងចូលចិត្តវាទៀតនរណានិយាយអីក៏សែងទៅចិត្តគេដែរចុងក្រោយទៅសួរថាការងារដែលខ្លួនឯងកំពុងធ្វើនឹងវាស្របច្បាប់ដែរ